បាទជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំចង់មកបង្ហាញបងប្អូនពីរបៀបដោះស្រាយបញ្ហាទូរស័ព្ទរបស់យើងជាប់សំឡេងនិយាយ Using speech recognition and synthesis from Google. បាទនេះគឺវាជាប់បែបហ្នឹងគឺវានិយាយដោយខ្លួនឯងហើយយើងចុចក៏ពិបាកខ្ញុំសូមបិទសំឡេងរបស់វាដើម្បីកុំឲ្យវារំខានពេក 45%, បិទ 7%. សំឡេងវាចោលសិនបាទបែបហ្នឹងបងប្អូនដោះស្រាយបញ្ហាហ្នឹងដោយខ្លួនឯងងាយទេបងប្អូនគ្រាន់តែចូលទៅក្នុង setting ប៉ុន្តែយើងចុចវាតតែប្រើម្រាម3បែបនេះយើងដាក់ម្រាម3យើងអុសទៅគឺអុសបានហើយចង់អុសទៅណាក៏អុសបានហើយយើងចង់ចុចលើ app ណាមួយក៏យើងតតែចុច Double tap and hold to long press. Actions available. You swipe up and បើចុចតែមួយបែបហ្នឹងគឺអត់ដើរទេ Settings. យើងចុចDouble 3 ដង tap លើ to វាមកបាទ3ដងឬក៏2ដងក៏បាន Setting. ចុចលើវាមួយហើយបន្តមកចុចលើ2ដងទៀតឬក៏ចុច3ដងហ្មងក៏បានអធិស្ឋានបងប្អូនដែលមានសម្លេងរំខានព្រោះនៅជិតផ្លូវឡានទៅមកបន្តមកទៀតចូលមកដល់ setting កន្លែងហ្នឹងហើយយើង scroll មកខាងក្រោមដោយប្រើម្រាម3អូសមកបាទនេះបងប្អូនឃើញពាក្យថាបាទនេះកន្លែងនេះបើសិនជាបងប្អូនបើសិនជាខ្ញុំអានទៅវាខុសអីកុំប្រកាន់អីព្រោះអង់គ្លេសខ្ញុំក៏សូវប្រកែដែរ Additional settings. បាទផ្ដើមពីអក្សរ A Double tap to activate. បាទ Additional setting ហ្នឹងបាទ add បាទអានេះបដប់ណាបងប្អូនបាទចុចចូលមក Additional បន្ត settings. មកទៀតបងប្អូន Double tap to ឃើញពាក្យ activate. ថា accessibility ខាងលើនេះចុចចូលមកចុចលើវាមួយហើយបន្តមកទៀតចុច2ដងមកបាទឃើញពាក្យថា checkback ខាងលើនេះចុចលើវាមួយបន្តមកចុច2ដងទៀតមកបាទបន្តមកទៀតវាមកដល់កន្លែងនេះឃើញប៊ូតុងបិទបើកមួយហ្នឹងបងប្អូនចុចលើវា2ដងទៀតមកហើយបន្តមកទៀតបងប្អូនចុចលើពាក្យថា stop មួយចុច2ដងទៀតបាទបិទបាត់ហើយបងប្អូនអាចដោះស្រាយបញ្ហានឹងបានហើយលេងអីលេងមានបញ្ហាជាប់និយាយនឹងទៀតហើយមួយទៀតបើសិនជាបងប្អូនចូលតែ accessibility នឹងអត់ឃើញហើយបងប្អូនបែកមកក្រោយមកស៊ើចពាក្យថាcheckback ខាងកន្លែងមិញហ្នឹងមកកន្លែង search របស់យើងក្នុង setting ហ្នឹងបាទតាមអីខ្លះទេពេចបានហើយបាទនេះបងប្អូននេះឃើញពាក្យថា checkback ហ្នឹងហើយចូលមកនាំយើងមកដល់កន្លែងហ្នឹងហ្មងយើងអាចបិទបើកនៅកន្លែងដែលវាជាប់ line និយាយហ្នឹងហើយវីដេអូនេះមានតែម្ដងបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ